ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះជាវីដេអូម្សិលមិញដែលយកកូនពៅទៅក្រៅបងប្អូនហើយទៅក្រៅនេះដោយសារណាត់គេទៅមើលធ្មេញបងប្អូនដោយសារខ្ញុំត្រូវណាត់ពេទ្យមើលធ្មេញណាពួកអីធ្មេញខ្ញុំមានបញ្ហាត្រូវដូរអញ្ចឹងណាដោយសារធ្មេញខ្ញុំពីមុនធ្វើនៅខ្មែរហើយឥឡូវមានបញ្ហាក៏សម្រេចចិត្តថាឲ្យចិនគេមើលធ្វើម្ដងដោយសារបញ្ហាធំជាចម្បងដោយសារយើងធ្វើនៅខ្មែរវារៀងធូរថ្លៃបងប្អូនក៏ប៉ុន្តែវាមានបញ្ហាអញ្ចឹងយើងពិបាករត់ចុះរត់ឡើងអញ្ចឹងណាឥឡូវក៏សម្រេចចិត្តថាឲ្យមិត្តភ័ក្តិដែលគេស្គាល់ហ្នឹងគេណែនាំហ្នឹងទៅធ្វើម្ដងបងប្អូនហើយអត់ធូរថ្លៃទេមកគ្រាប់4-500បងប្អូនហើយថ្មិញខ្ញុំលេងមកក្រាស់លើត្រូវដូរទាំងអស់ដោយសារធ្គាមខ្ញុំសងខាងហ្នឹងគឺវាអស់ប្រហែលគ្រាប់អញ្ចឹងណាហើយការនៅខ្មែរហ្នឹងខ្ញុំនឹកឃើញថាធ្គាមសងខាងហ្នឹងវាអស់អញ្ចឹងក៏ចង់ឲ្យគេធ្វើមកក្រាស់លើត្មងទៅដើម្បីឲ្យធ្មេញវាស្មើគ្នាក៏ប៉ុន្តែឥឡូវបញ្ហាធំគឺវាមានបញ្ហាហើយអញ្ចឹងតែមានបញ្ហាខ្ញុំត្រូវដូរទាំងអស់ត្មងធ្មេញហ្នឹងតែអាធ្មេញខ្ញុំខាងមុខហ្នឹងគឺវាមានគល់ទេបងប្អូនវាមានគល់ទាំងអស់តែវាមានបញ្ហាអញ្ចឹងខ្ញុំត្រូវដូរមកក្រាស់ហ្នឹងអញ្ចឹងព្រោះអីការធ្វើហ្នឹងគឺធ្វើមកស្និតអញ្ចឹងណាហើយពិបាកណាស់បងប្អូនហើយអញ្ចឹងបានថាថ្មិញថែអាសាឲ្យបានគង់វង្សថ្មិញឥឡូវគឺថ្លៃណាស់ថ្លៃមែនតែនហើយខ្ញុំទៅឲ្យគេមើលផុតព្រៀងអីអញ្ចឹងទៅសួរតម្លៃអីអញ្ចឹងអាហ្នឹងគេស្គាល់គ្នាគេរៀងចុះតម្លៃឲ្យផងបងប្អូនមកគ្រាប់4-500ណាគាត់នៅលឺហើយចង់បះជើងចងាងនិយាយទៅមិននិយាយថានេះមកនិយាយអួតអីទេក៏ប៉ុន្តែតម្លៃថ្មិញនៅចិនណាគឺថាបើបងប្អូនចង់បានស្អាតឲ្យគេធ្វើឲ្យសមនឹងទំហំមុខអីណាគឺថាថ្លៃណាស់មានអាមួយគ្រាប់600ក៏មាននិយាយទៅវាមានអាលើសហ្នឹងទៀតគេហ៊ានធ្វើបងប្អូនអានេះខ្ញុំធ្វើថា4-500ហ្នឹងចំពោះខ្ញុំគឺវាថ្លៃមហាសាលហើយនិយាយទៅហើយបើថាអាថ្មិញដាំវិញគឺថាមួយគ្រាប់ខ្ទង់$1000បងប្អូនដឹងស្រាប់ហើយអ្នកគេធ្វើថ្មិញអ្នកដឹងតម្លៃថ្មិញមិនមែនដូចយើង10-20រៀលណាអាថ្មិញ10-20រៀលក៏ខ្ញុំធ្លាប់ធ្វើដែរនៅខ្មែរបងប្អូនហើយយើងវាគ្មានសមត្ថភាពយើងធ្វើអាធូរថ្លៃទៅតែខ្ញុំចង់និយាយថាការធ្វើថ្មិញយើងត្រូវរើសឲ្យត្រូវពេទ្យអត់មានចេះតែរើសចេះតែធ្វើបានទេរឿងថ្មិញនេះមួយអ្នកខ្លះដាក់ទៅធ្វើទៅមិនសមមុខមិនសមមាត់អញ្ចឹងទៅហើយខ្លះធ្វើទៅចូលទឹកចូលអីស្អុយមាត់ស្អុយអីអញ្ចឹងទៅខ្ញុំសំណាងហើយបងប្អូនខ្ញុំធ្វើថ្មិញអត់ចេះស្អុយមាត់ស្អុយអីខ្ញុំនិយាយមែនតែបើស្អុយមាត់ខ្ញុំដេញខ្យល់ទើងហើយណាត់គេហ្នឹងម៉ោង4ក៏ប៉ុន្តែម៉ោង3កន្លះចេញបងប្អូននឹកឃើញថាទៅផ្ទះគេហ្នឹងតែ20នាទីជិះផ្លូវអាកាសបងប្អូនហើយមានអ្នកណាជិះចុះជិះឡើងចុះទៅដល់កន្លែងនោះហើយគូកោវាឲ្យបត់ចុះបត់ឡើងដោយសារប្តីខ្ញុំលើកទី1ទៅផ្ទះគាត់ដែរបត់ចុះបត់ឡើងគូកោវាប្រាប់ឲ្យបត់ចុះបត់ឡើងមកវិញបងប្អូនហើយហួសទៅដល់កន្លែងខេត្តផ្សេងទៀតតមមរកផ្លូវឃើញអាផ្លូវ highway នេះតែបានឡើងហើយបងប្អូនហើយតែគ្មានកន្លែងចុះគឺយ៉ាប់តែម្ដងដឹងតោះថារកផ្លូវឃើញបានបត់មកវិញអញ្ចឹងបានថាអូយយ៉ាប់ណាស់ហួសម៉ោងរាល់ដងពួកខ្ញុំប្រកាន់ជាប់រឿងពេលវេលាខ្ញុំអត់ឲ្យខកទេពួកខ្ញុំប្តីប្រពន្ធសុកចិត្តចាំគេមុនជិះជាងឲ្យគេចាំខ្ញុំអត្តចរិតប្តីប្រពន្ធខ្ញុំក៏ប៉ុន្តែលើកនេះគឺខកម៉ោងហើយតែមុនខកម៉ោងបាត់ផ្លូវទៅវិញហ្នឹងក៏ទេប្រាប់គេដែរមុនដល់ម៉ោង4ហ្នឹងក៏ប្រាប់ថាឥឡូវខ្ញុំជិះផ្លូវខុសឥឡូវខ្ញុំត្រូវឡើងទៅវិញបត់គេហ្នឹងទៅកុំឲ្យគេចាំនិយាយទៅបងប្អូនធ្វើអីក៏ដោយពេលវេលាគឺសំខាន់ណាស់យើងការរកស៊ីមិនថាអីក៏ដោយអញ្ចឹងបានពីអ្នកប្តីប្រពន្ធខ្ញុំប្រកាន់ភ្ជាប់រឿងពេលវេលាណា